នៅក្នុងសៀវភៅអំណាចជាអំណាចនៅត្រង់ចំណុចកុំវាតម្លៃសៀវភៅបាននិយាយថាសៀវភៅល្អឬមិនល្អវាមិនអាស្រ័យទៅដោយការវាតម្លៃទៅតាមអារម្មណ៍យើងទេនៅពេលណាដែលកម្រិតចំណេះដឹងយើងនៅទាបតែងតែវាតម្លៃអ្វីមួយល្អអាក្រក់ទៅតាមទំនោរនៃអារម្មណ៍ឧទាហរណ៍អ្នកខ្លះធ្វើល្អដាក់យើងរហូតតែដល់ថ្ងៃណាមួយគេលែងខ្វល់ពីយើងហើយយើងក៏យល់ថាគេមិនល្អពេលខ្លះគេអាចមកពីយើងមិនល្អក៏ថាបានអ្នកខ្លះគេធ្វើល្អធ្វើរឿងត្រឹមត្រូវដាក់មនុស្ស100នាក់តែដល់ពេលគេធ្វើមិនល្អដាក់យើងតែម្នាក់យើងក៏វាតម្លៃថាគេជាមនុស្សមិនល្អស្របពេលដែលមនុស្សជាច្រើនគោរពនិងឲ្យតម្លៃមនុស្សដែលយើងវាតម្លៃថាមិនល្អនេះសុទ្ធតែជាការវិតម្លៃដោយប្រើប្រាស់នៅអារម្មណ៍សុទ្ធសាធសម្រាប់ខ្ញុំមនុស្សល្អម្នាក់គឺនៅតែល្អបើគេថាសម្ដែងសេចក្តីល្អគ្រប់គ្រាន់ទៅមនុស្សគ្រប់គ្នាខ្ញុំនៅតែគោរពទោះបីគេមិនសម្ដែងសេចក្តីល្អដាក់ខ្ញុំក៏ដោយការដែលគេមិនសម្ដែងសេចក្តីល្អដាក់ខ្ញុំប្រហែលអាចមកពីខ្ញុំមិនល្អស័ក្តិសមនឹងទទួលសេចក្តីល្អថាបាននេះគឺជាការវាយតម្លៃយ៉ាងសុក្រិតបំផុតដោយគ្មានចិត្តលំអៀងមកខាងខ្លួនឯងឡើយតើយើងវាយតម្លៃសៀវភៅល្អឬមិនល្អដោយរបៀបណាខ្ញុំដឹងថាសៀវភៅដែលមិនល្អសម្រាប់មនុស្សប្រើអារម្មណ៍គឺជាសៀវភៅដែលនិយាយអំពីគំនិតឬទស្សនៈច្រើនពេកសៀវភៅដែលមិនល្អសម្រាប់មនុស្សគ្មានចំណេះដឹងឬមនុស្សអវិជ្ជាគឺជាសៀវភៅដែលមានគំនិតជ្រៅឬសៀវភៅដែលអានពិបាកយល់ពេកបើជាទស្សនៈខ្ញុំចំពោះសៀវភៅប្រឡោមលោកខ្ញុំចេះវាតម្លៃសៀវភៅល្អឬក៏សៀវភៅមិនល្អដោយសុក្រិតពីព្រោះការវាតម្លៃគឺត្រូវគោរពទៅតាមក្បួននៃការសរសេរនិងបរិបទសង្គមនីមួយៗប្រឡោមលោកគឺជាប្រភេទសៀវភៅដែលមានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្ដូរផ្នត់គំនិតសង្គមមានឥទ្ធិពលសៀវភៅមានឥទ្ធិពលជាងសៀវភៅគំនិតឬក៏សៀវភៅទស្សនៈតែអ្នកសរសេរប្រឡោមលោកដែលមិនមានបញ្ចូលខ្លឹមសារអប់រំឬទស្សនៈឬមានកម្រិតយល់ដឹងផ្នែកទស្សនវិជ្ជាតិចតួចពេកគឺនឹងមានលក្ខណៈបញ្ច្រាស់យ៉ាងណាគឺបញ្ច្រាស់អំពីសារអប់រំទៅជាសារលេងសើចបញ្ច្រាស់អំពីសារទស្សនវិជ្ជាទៅជាសារសាមញ្ញពេកបញ្ច្រាស់អំពីសារសាមញ្ញទៅជាសារគ្មានខ្លឹមសារក្នុងលក្ខខណ្ឌផ្សេងទៀតក៏មិនអាចឲ្យគណៈកម្មការវិតម្លៃស្នាដៃប្រឡោមលោកមកវិតម្លៃដាក់ពិន្ទុសៀវភៅទស្សនវិជ្ជាឬឲ្យគណៈកម្មការវិតម្លៃស្នាដៃទស្សនវិជ្ជាមកវិតម្លៃដាក់ពិន្ទុសៀវភៅប្រឡោមលោកដែរនេះគ្រាន់តែជាទស្សនៈសម្រាប់ការពិចារណាប៉ុណ្ណោះត្បិតគ្មានចេតនារិះគន់ទេក្នុងនាមជាអ្នកអានបើចង់ប្រៀបធៀបប្រឡោមលោកគឺយើងអាចអានសៀវភៅប្រឡោមលោកសម័យមុនរបស់ខ្មែរយើងនិងប្រឡោមលោកសម័យបច្ចុប្បន្នឬអាចសាកអានប្រឡោមលោកបរទេសនិងអានប្រឡោមលោកខ្មែរសម័យមុននេះជាអ្វីដែលយើងអាចប្រៀបធៀបបានត្រង់ចំណុចនេះខ្ញុំចង់បន្ថែមថាអ្វីវាសុទ្ធតែមានការចាប់ផ្ដើមដែលលំបាកនិងមិនសូវល្អតែសំខាន់ឲ្យដឹងខ្លួនថាខ្លួនមិនល្អឬល្អហើយប្រឹងកែលម្អសម្រាប់ថ្ងៃក្រោយតក់ធ្វើអ្វីក៏ដោយត្រូវចេះវិភាគចំណុចខ្លាំងចំណុចខ្សោយការងារដែលយើងធ្វើពេលដឹងខ្លាំងខ្សោយពេលដឹងខ្លាំងដឹងខ្សោយហើយគឺយើងនឹងរកវិធីកែលម្អទៀតនេះជាលក្ខណៈពិសេសនៃមនុស្សដែលមានផ្នត់គំនិតរីកចម្រើន scroll mindset សៀវភៅល្អឬក៏មិនល្អគឺត្រូវវាតម្លៃដោយចំណេះដឹងបើយើងមិនស្គាល់របស់មានតម្លៃគឺយើងនឹងកំណត់ថាវាគ្មានតម្លៃបើយើងមិនត្រូវការអ្វីមួយគឺយើងនឹងកំណត់ថាវាគ្មានតម្លៃអ្វីក៏ដោយ
ឲ្យតែមានតម្រូវការគឺមានតម្លៃមិនស្គាល់ទំនិញល្អគឺជារឿងធំនៃអ្នករកស៊ីមិនស្គាល់មនុស្សល្អជារឿងធំនៃការសឹកគប់មិត្តមិនស្គាល់សៀវភៅល្អគឺជាបញ្ហានៃអ្នកអានតើត្រូវធ្វើយ៉ាងណាទើបស្គាល់សៀវភៅល្អសៀវភៅល្អខ្លះយើងអានមិនយល់វាមិនមែនមកពីសៀវភៅទេប៉ុន្តែបញ្ហាមកពីចំណេះដឹងរបស់យើងនៅមានកម្រិតសៀវភៅល្អខ្លះមានអ្នកខ្លះស្រែកថាអានពិបាកយល់ឬអ្នកខ្លះយល់ថាសរសេរមិនត្រូវឬអ្នកខ្លះវាតម្លៃថាមិនល្អស្របពេលដែលមានបណ្ឌិតឬអ្នកចេះដឹងពិតប្រាកដសរសើរបណ្ឌិតពីមាត់ថាសៀវភៅនេះឬសៀវភៅនោះល្អគួរតែអានតើនេះមកពីមូលហេតុអ្វីមូលហេតុគឺវាទាក់ទងទៅនឹងចំណេះដឹងនៃការវិនិច្ឆ័យបទពិសោធន៍ចាស់នៃការអានរបស់ខ្ញុំសៀវភៅខ្លះខ្ញុំត្រូវអានរហូតដល់ទៅ 2-3 ឆ្នាំផងក៏មានដែរខ្ញុំឮល្បីថាសៀវភៅនេះឬក៏សៀវភៅនោះល្អលក់ដាច់បំផុតតែដល់ពេលទិញយកមកអានខ្លួនឯងគឺអានមិនយល់បើតាមអារម្មណ៍ពេលអានផងឈឺក្បាលផងហើយធុញថប់ចិត្តផងគឺចង់តែនិយាយភ្លាមថាសៀវភៅនេះមិនល្អទេអាក្រក់ណាស់ចុងក្រោយខ្ញុំសួរខ្លួនឯងថាតើដោយសារខ្ញុំឬក៏ដោយសារសៀវភៅមិនល្អឬខ្ញុំមិនល្អរហូតដល់ដំណាក់កាល 2-3 ឆ្នាំចំណេះដឹងមូលដ្ឋានរបស់ខ្ញុំចេះតែរីកចម្រើនហើយការអានមានសន្ទុះនឹងអានរហូតដល់និយាយការពិតតាមពីក្រោយអ្នកអានមុនថាសៀវភៅនេះល្អពិតមែនមូលហេតុនៃខ្ញុំអានមិនយល់គឺដោយសារតែចំណេះដឹងរបស់ខ្ញុំនៅទាបពេកនេះជាបញ្ហានៃអ្នកអានសៀវភៅខ្លះបើយើងអានយល់ហើយយើងនឹងយល់រឿងសពបែបយ៉ាងប្រៀបដូចជាអ្នកខ្លះរអ៊ូថាអានប្រត្រីបិដកខ្មែរមិនយល់ទេតែអ្នកដែលគេអានយល់គឺមានចំណេះដឹងមានប្រាជ្ញាហួសពីការស្មានគម្ពីរសាសនាធំក្នុងលោកក៏អញ្ចឹងដែរគំនិតទស្សនវិទូនៅក្នុងលោកខ្លះក៏អញ្ចឹងដែរត្បិតបើយើងអានបានយល់ហើយគឺស្មើនឹងកាន់ដាវទឹកមួយដែលគ្មានគូប្រកួតប្រជែងដោយសង្ខេបមកវិញយើងត្រូវចេះវាតម្លៃសៀវភៅដោយចំណេះដឹងតែមិនមែនដោយសារតែអារម្មណ៍ទេយើងត្រូវអានសៀវភៅដោយអត់ធ្មត់តែមិនមែនដោយសារតែអារម្មណ៍ចង់ឬក៏មិនចង់ចូលចិត្តឬក៏មិនចូលចិត្តនោះទេសៀវភៅខ្លះត្រូវតែអានតែមិនមែនអានតាមចង់ទេលក្ខណៈមនុស្សបែបនេះគឺជោគជ័យច្រើនជាងមនុស្សដែលគ្មានវិន័យសៀវភៅល្អមួយក្បាលវាអាចផ្លាស់ជីវិតយើងទាំងស្រុងបានបើយើងបានអានយល់ច្បាស់អំពីខ្លឹមសារនៅខាងក្នុងពិតប្រាកដអត្ថបទនេះគួរតែដាក់ចំណងជើងថាកុំវាតម្លៃសៀវភៅស្របពេលដែលយើងគ្មានចំណេះដឹងគ្រប់គ្រាន់ក្នុងការមើលសៀវភៅឬកំណត់សៀវភៅល្អឬក៏មិនល្អការវាតម្លៃសៀវភៅទៅតាមអារម្មណ៍នៃខ្លួនគឺមិនមែនជាការវាតម្លៃដ៏ត្រឹមត្រូវទេមនុស្សដែលប្រើអារម្មណ៍ជាទូទៅតែលំអៀងទៅខាងខ្លួនឯង